បាទសួស្តីអ្នកទាំងអស់គ្នាបាទជួបគ្នាសាជាថ្មីវីដេអូមួយនេះគឺខ្ញុំនឹងចែកម្លែកទាក់ទងទៅនឹងចំណេះដឹងនៅលើកុំព្យូទ័រដែលកាលពីវីដេអូមុនគឺខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងកម្មវិធី Microsoft Office Word ដែលយើងបានសិក្សាទៅលើមេរៀនទី1រួចហើយវីដេអូថ្ងៃនេះគឺយើងនឹងបន្តចូលមេរៀនទី2អញ្ចឹងក្នុងវីដេអូថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនមេរៀនទី2ទាក់ទងទៅនឹង4ចំណុចបាទអញ្ចឹងកុំឲ្យនៅរងចាំយូរយើងចូលទៅសិក្សានៅលើ4ចំណុចដែលខ្ញុំបានបង្ហាញនេះទាំងអស់គ្នាតែម្ដងបាទអញ្ចឹងខ្ញុំចូលទៅក្នុងកម្មវិធី Microsoft Office Word អញ្ចឹងខ្ញុំមានជាមេរៀនរបស់ខ្ញុំរួចហើយបាទសម្រាប់បង្ហាញទៅដល់បងប្អូនទាំងអស់គ្នាអញ្ចឹង4ចំណុចណាចំណុចទី1ដែលខ្ញុំលើកឡើងមកបង្ហាញនៅក្នុងវីដេអូនេះគឺទាក់ទងទៅនឹងរបៀបកែឯកសារបាទ clear ឬក៏ពាក្យបាទអញ្ចឹងរបៀបកែឯកសាររបស់យើងឧទាហរណ៍ថានេះជាឯកសារដែលយើងបានធ្វើរួចហើយប៉ុន្តែយើងចង់មកកែណាចង់កែអត្ថបទកែពាក្យកែ clear នៅក្នុងអត្ថបទរបស់យើងដែលយើងបានវាយរួចហើយអញ្ចឹងយើងចង់កែពាក្យនៅកន្លែងណាយើងយកម៉ៅហ្នឹងទៅដាក់កន្លែងនោះបាទឥឡូវឧទាហរណ៍ថាខ្ញុំចង់កែកន្លែងពាក្យអភ័យទោសនេះបាទកន្លែងពាក្យអភ័យទោសហ្នឹងអញ្ចឹងខ្ញុំចង់កែកន្លែងហ្នឹងខ្ញុំចង់ដាក់ថាសុំទោសវិញអញ្ចឹងយើងយកម៉ៅមកដាក់កន្លែងហ្នឹងមកចន្លោះកន្លែងអក្សរយ៉ហ្នឹងរួចហើយបងប្អូនត្រូវការលុបបងប្អូនចុចនៅលើ keyboard របស់បងប្អូនចុចកន្លែង backspace បាទលើ keyboard ណាបងប្អូនឃើញ backspace បងប្អូនចុចអាហ្នឹងមកបាទចុច backspace ទៅវាលុបហើយបាទអញ្ចឹងវាលុបម្ដងមួយតួអក្សរម្ដងមួយតួអក្សរបាទនេះគឺយើងកែយើងលុបបានហើយគ្រប់សុំទោសតែម្ដងបាទអញ្ចឹងអាហ្នឹងគឺយើងកែបាទហើយបើយើងចង់បន្ថែមដូចគ្នាដែរអ្នកទាំងអស់គ្នាគ្រាន់តែយកម៉ៅទៅដាក់កន្លែងណាយើងចង់ថែមទៅគឺយើងអាចថែមបានហើយណាបាទយើងសេអក្សរចូលទៅអញ្ចឹងយើងចូលទៅចំណុចទី2ចំណុចទី2ទាក់ទងទៅនឹងការ copy cut paste format painter undo redo បាទអញ្ចឹងអាហ្នឹងរៀងច្រើនតិចដែរអញ្ចឹងឧទាហរណ៍ថានៅក្នុងអត្ថបទរបស់យើងចង់ copy លិខិតសូមអភ័យទោសនេះអញ្ចឹងយើងចង់ copy យកមកដាក់ខាងក្រោមបាទអញ្ចឹងដើម្បី copy បានបងប្អូនគ្រាន់តែចុច select មកអញ្ចឹងខ្ញុំ select វាមករួចហើយបងប្អូនចុចម៉ៅស្ដាំនៅលើអក្សរដែលយើងបាន select ហ្នឹងហើយក៏បានចុចម៉ៅស្ដាំវាចេញមកទម្រង់បែបនេះបាទចេញមកទម្រង់បែបហ្នឹងបងប្អូនអាចចុច copy នេះមកបើមិនដូច្នេះទេបងប្អូនអាចចុចនៅលើ key ចុចcontrol បូកនឹងអក្សរ C បាទអាហ្នឹងក៏យើង copy ដែរមួយទៀតគឺយើងអាចទៅ copy កន្លែងនេះដោយបងប្អូនឈរនៅ tab home នេះរួចហើយយកកន្លែង copy នេះមកបាទនោះយើងអាច copy បានហើយបាទអញ្ចឹងខ្ញុំចុច copy តបមកយើងចង់ផាសណារបៀបផាសយើងផាសទៅកន្លែងណាយើងយកម៉ៅទៅដាក់កន្លែងនោះមកបាទឥឡូវខ្ញុំចង់ផាសយកមកដាក់ខាងក្រោមអញ្ចឹងយើងដាក់កន្លែងនេះគឺនៅបន្តពី clear ហ្នឹងហើយប្រយោគហ្នឹងហើយអញ្ចឹងដើម្បីយកមកដាក់នៅក្រោមនេះបានបងប្អូនត្រូវចុច enter មួយឲ្យវាចូលក្រោមសិនមកឲ្យម៉ៅរបស់យើងហ្នឹងលោតចុះមកក្រោមអញ្ចឹងម៉ៅលោតចុះមកក្រោមហើយឬហើយយើងចង់ផាសនៅកន្លែងហ្នឹងបងប្អូនចុចម៉ៅស្ដាំមកវាលោតនេះលោតហ្នឹងអញ្ចឹងវាមាន4ផាសនេះបាទមាន4ទី1គឺផាសនេះគឺមានន័យថាតម្រងខាងលើដូចម៉េចគឺវាមកដូចគ្នាអញ្ចឹងហើយទី2នេះគឺវាមកវាបាត់តម្រងអក្សរឆ្លាក់វាមកតែ format ធម្មតាទេប៉ុន្តែរក្សានៅបន្ទាត់ដដែលហើយបើយើងយកអានេះគឺវាចេញជារូបភាពហើយមួយទៀតបើយើងយកផាសដែលមានអក្សរ A នេះគឺមានន័យថាអត្ថបទហ្នឹងគឺវាពាក្យហ្នឹងគឺវារក្សានៅជា text ដដែលប៉ុន្តែវាលុប format ចេញទាំងអស់មានន័យថាបន្ទាត់ក៏អត់មានហើយ font អក្សរឆ្លាក់ហ្នឹងក៏វាអត់នៅជាប់ដែរបាទបងប្អូនឃើញខ្ញុំដាក់នៅលើមួយវាលោតឲ្យមើលនេះបាទអញ្ចឹងខ្ញុំនឹងបង្ហាញមួយដើម្បីឲ្យឃើញជាក់ស្ដែងតែម្ដងបាទអញ្ចឹងខ្ញុំផាសនេះទី1ណាបាទអញ្ចឹងវាចេញមកអញ្ចឹងមួយទៀតខ្ញុំចុច enter មួយទៀតហើយខ្ញុំផាសមួយទៀតបាទអញ្ចឹងយើង copy ម្ដងគឺយើងអាចវាជាប់រហូតយើងចង់ផាសប្រហែលដងក៏វានៅតែមកអាហ្នឹងដែរលុះត្រាតែយើង copy ផ្សេងកន្លែងផ្សេងមួយទៀតបានវាលែងចេញបាទអញ្ចឹងយើងចុចផាសមួយទៀតមកចុចបាទម៉ៅស្ដាំយើងយកនេះម្ដងយកមួយទៀតណាយកនេះម្ដងវាចេញជារូបភាពនេះបងប្អូនឃើញអញ្ចឹងកាលណាចេញជារូបភាពគឺយើងអាចកែបានទេណាយើងចុចលើវាអញ្ចឹងយើងអាចកែបានទេបាទមួយទៀតបាទបើខ្ញុំចុចផាសយកខាងអក្សរ A នេះបាទវាចេញជាទម្រង់ធម្មតាវាអត់នៅជាប់ format ដូចខាងលើទេហើយបើបងប្អូនមិនចុចម៉ៅស្ដាំនឹងទេបងប្អូនអាចចុចទៅខាងលើនេះដោយឈរនៅលើ tab home នេះរួចហើយបងប្អូនអាចចុចយកផាសនេះផាសហ្នឹងអាហ្នឹងមានន័យថាជា pass special បាទបងប្អូនចុចអាហ្នឹងយកតែម្ដងក៏បានកាលណាបងប្អូនចុចយកអាហ្នឹងគឺវារក្សាទម្រង់ដូចទម្រង់នៅខាងលើអញ្ចឹងនេះ
បាទអញ្ចឹងបាទតម្រង់នៅខាងលើនឹងវាដូចម៉េចគឺវាចេញមកដូចគ្នាអញ្ចឹងប៉ុន្តែកន្លែងហ្នឹងគឺវាយើងអាចបង្ហាញខាងក្រោមទៀតនេះចុចសញ្ញាព្រួយចុះក្រោមហ្នឹងមកវាបង្ហាញអា4ដូចដែលខ្ញុំបានបង្ហាញបាញ់អញ្ចឹងហើយវាមាន pass special មួយទៀតអញ្ចឹងអា pass special ហ្នឹងវាដូចនឹងអាកន្លែង pass ទី1នឹងដែរគឺវារក្សាតម្រង់បានដូចគ្នាមួយទៀតបងប្អូនអាចចុច control បូកនឹងអក្សរ V ពីនឹងដំណើរគ្នាវាចេញជា pass special ដែរឬក៏ pass ដូចអាហ្នឹងដែរបាទចូលមួយទៀតគឺតកតងនឹងការកាត់ពាក្យកាត់ clear កាត់អត្ថបទឬក៏ចំណុចណាមួយដែលយើងចង់កាត់ចេញឥឡូវឧទាហរណ៍ថាឥឡូវខ្ញុំចង់កាត់ក្រៅមួយចេញវិញណាបាទកាត់ clear ហ្នឹងអញ្ចឹងដើម្បីកាត់បងប្អូនយកម៉ៅមក select លើវាមកលើអក្សរដែលយើងចង់កាត់ហ្នឹងឬហើយខ្ញុំចង់កាត់ចេញបងប្អូនចុចម៉ៅស្ដាំលើម៉ៅរបស់យើងមាន2ណាមានម៉ៅឆ្វេងម៉ៅស្ដាំអញ្ចឹងបងប្អូនចុចលើម៉ៅស្ដាំមកឬហើយបងប្អូនយកពាក្យកាត់បាទបើមិនអញ្ចឹងទេបងប្អូន select ហើយបងប្អូនចូលកន្លែង home tab នេះហើយមានពាក្យកាត់នេះរូបកត្រៃនេះបងប្អូនចុចអាហ្នឹងមកវាកាត់ចេញហើយបាទឬក៏នៅលើ key បងប្អូនអាចចុច control និងអក្សរតែពីរហ្នឹងចុចដំណើរគ្នាទៅវាកាត់ដូចគ្នាអញ្ចឹងខ្ញុំចូលទៅ home tab នេះខ្ញុំចុចយកកន្លែងរូបកត្រៃនេះកាត់នេះបាទចុចទៅវាកាត់បាត់កាត់ហើយបើយើងចង់កាត់យកទៅដាក់កន្លែងណាយើងយកទៅដាក់កន្លែងនោះទៅផាសកន្លែងនោះវិញទៅវាមកវិញហើយបាទឥឡូវខ្ញុំកាត់ពីតំណឹងហើយឥឡូវខ្ញុំចង់ដាក់កន្លែងនេះគឺយើងគ្រាន់តែផាសមកកន្លែងហ្នឹងមកវាមកវិញហើយបាទអញ្ចឹងចូលចំណុចមួយទៀតបាទអញ្ចឹងចូលចំណុចមួយទៀតតកតងទៅនឹងការ redo ហើយនិង undo ណា undo និង redo អញ្ចឹង undo redo យ៉ាងម៉េចឥឡូវឧទាហរណ៍ថាយើងធ្វើបានប៉ុណ្្នឹងហើយយើងចង់ឲ្យវាត្រឡប់ទៅដូចដើមវិញអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុច undo នេះមកចុចសញ្ញាហ្នឹងមកឬនៅលើ key យើងចុច control បូកនឹងអក្សរ set ចុចពីនឹងដំណើរគ្នាអញ្ចឹងយើងចុចអាហ្នឹងទៅវានឹងត្រឡប់ក្រោយហើយបាទនេះវាបាត់អក្សរដែលយើងបាន copy paste មិញណាវាបាត់មួយហើយអញ្ចឹងយើងចុចមួយទៀតមកបាទអញ្ចឹងវាត្រឡប់ទៅម្ដងមួយណាឃើញទេវាត្រឡប់ទៅម្ដងមួយបាត់ម្ដងមួយឃើញទេយើងចុចម្ដងវាបាត់មួយចុចម្ដងវាបាត់មួយមកដល់ redo យើងចុចអានេះ redo យើងចុចអានេះទៅវាទៅមុខវិញហើយឥឡូវមិញយើងលុបអក្សរកន្លែងហ្នឹង redo មកវាមកវិញមួយទៀតវាមកវិញទៀតហើយបាទមួយទៀតវាមកមួយទៀតហើយប៉ុន្តែអ្នកទាំងអស់គ្នាឃើញកន្លែងនេះមានសញ្ញាព្រួយនេះកន្លែង undo នេះអញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែងសញ្ញាព្រួយមកអញ្ចឹងឧទាហរណ៍ថាអត្ថបទហ្នឹងយើងបានព្រួយច្រើនណាស់ព្រោះហើយយើងចង់ឲ្យទៅដូចឯកសាររបស់យើងដើមអញ្ចឹងដើម្បីឲ្យវាត្រឡប់ឲ្យទៅដូចដើមទាំងអស់អ្នកទាំងអស់គ្នានេះគ្រាន់តែចូលកន្លែងសញ្ញាព្រួយចុះហ្នឹងទៅអាហ្នឹងមកព្រោះហើយអ្នកទាំងអស់គ្នា scroll ចុះមកក្រោមមកមានសកម្មភាពទាំងប្រមាណដែលយើងបានធ្វើហ្នឹងគឺនៅជាប់នៅតែនឹងទាំងអស់បាទអញ្ចឹងយើងចង់ទៅត្រឹមសកម្មភាពណាយើងចុចត្រឹមហ្នឹងមកបាទយើង select ត្រឹមហ្នឹងមកអញ្ចឹងឧទាហរណ៍ថាបើខ្ញុំចង់ឲ្យទៅដូចអត្ថបទដែលទើបបើកមកថ្មីអត្ថបទដើមតែម្ដងអញ្ចឹងយើង select មកទាំងអស់មកវាមាន15សកម្មភាពអញ្ចឹងយើងចុចទាំង15ហ្នឹងមកព្រោះហើយយើងចុចលើវាមកបាទយើងអស់ចឹងមកអស់ចឹងហើយយើងចុចលើវាមកពេលនោះវានឹងទៅដូចដើមអត្ថបទដើមតែម្ដងឃើញទេនេះកន្លែងអភ័យដែលយើងលុបមុនគេអស់ឥឡូវវាមកវិញដូចដើមវិញមួយទៀតតកតងទៅនឹងformat painter មានន័យថាកាលណាយើងចង់ឲ្យអក្សរ clear ពាក្យណាឲ្យវាដូចទៅនឹងកន្លែងមួយដែលយើងចង់បានឥឡូវឧទាហរណ៍ថាកន្លែងនេះអក្សរពណ៌ក្រហមអញ្ចឹងខ្ញុំចង់ឲ្យកន្លែងលិខិត020ទោសនេះវាចេញជាពណ៌ក្រហមដូចគ្នាដែរហើយអត់ឲ្យមានបន្ទាត់ទេកន្លែងនេះអត់មានបន្ទាត់អញ្ចឹងយើងចង់ឲ្យដូចគ្នាកន្លែងហ្នឹងបាទអញ្ចឹងដើម្បីធ្វើឲ្យដូចកន្លែងហ្នឹងបានបងប្អូនគ្រាន់តែចុចម៉ៅនៅកន្លែងចំអក្សរដែលពណ៌ដែលបងប្អូនចង់ឲ្យបានដូចហ្នឹងទៅបាទអញ្ចឹងយើងយកម៉ៅមកដាក់កន្លែងហ្នឹងឬក៏យើង select ក៏បានដែររួចហើយបងប្អូនចុចកន្លែងនេះ format painter បងប្អូនចុចកន្លែងហ្នឹងមករួចហើយបងប្អូនទៅ select លើពាក្យឬក៏ clear ណាដែលបងប្អូនចង់ឲ្យវាមានលក្ខណៈដូចកន្លែងហ្នឹងពណ៌ក្រហមហើយអត់មានបន្ទាត់ដូចគ្នាអញ្ចឹងដែរអញ្ចឹងខ្ញុំយកមក select លើពាក្យហ្នឹងមកបាទនេះបាទឃើញទេវាទៅដូចគ្នាកន្លែងហ្នឹងចាចូលមួយទៀតគឺតកតងទៅនឹងដាក់ធ្វើឲ្យអក្សររៀងច្បាស់បាទអញ្ចឹងបងប្អូនឃើញនេះកន្លែងឯកឧត្តមអុកញ៉ារៀងក្រាស់ជាងអក្សរកន្លែងសំណាក់នេះបាទអញ្ចឹងយើងចង់ឲ្យអក្សរដែលរៀងក្រាស់អញ្ចឹងយើងអាចយកម៉ៅទៅ select លើអក្សរដែលយើងចង់ឲ្យក្រាស់អញ្ចឹងទៅបាទឥឡូវឧទាហរណ៍ថាខ្ញុំចង់ឲ្យនេះលិខិត020ទោសនេះវាទៅជាក្រាស់ធំដូចអក្សរកន្លែងអុកញ៉ាលោកឯកឧត្តមអុកញ៉ានឹងដែរអញ្ចឹងគ្រាន់តែយើង select ដូចគ្នាមិញមក select ហើយបងប្អូនចូលទៅកន្លែងនេះអក្សរ B ឬក៏បងប្អូនចុចម៉ៅស្ដាំបងប្អូនឃើញនៅក្រោមនេះអក្សរ B ដូចគ្នាឬក៏បងប្អូនចុចនៅលើ keyboard របស់យើង control និងអក្សរ B ចុចពីនឹងដំណើរគ្នាទៅវានឹងទៅជាអក្សរធំច្បាស់ក្រាស់ហើយបាទឥឡូវខ្ញុំចុចលើអក្សរ B នេះបាទឃើញទេបងប្អូនឃើញវាប្រែប្រួលទេបាទហើយមួយទៀតខ្ញុំចង់ឲ្យវាទៅជាអក្សរ trade នេះភ្ញៀវកិត្តិយសមានអក្សរ trade អញ្ចឹងខ្ញុំចង់ឲ្យទៅជាអក្សរ trade បងប្អូនចុចទៅកន្លែងអក្សរ I នេះឬក៏បងប្អូនចុចលើ key control បូកនឹងអក្សរ I ពីនឹងដំណើរគ្នាហ្នឹង shortcut key វាណាហើយឬក៏បងប្អូនចុច mouse ស្ដាំនេះចេញអក្សរ I នេះបាទចុចអាហ្នឹងក៏បានដែរឃើញទេវាទៅជាអក្សរ trade ដែរបាទមួយទៀតបងចង់ឲ្យទៅជាអក្សរដែលមានបន្ទាត់ដូចកន្លែងភ្ញៀវកិត្តិយសហ្នឹងបងប្អូន select ហើយបងប្អូនយកកន្លែងអក្សរ U មានបន្ទាត់ពីក្រោមនេះបងប្អូនចុចហ្នឹងមកវាជាប់ហើយបាទឬក៏ចុចអានេះក៏បានដែរនេះកន្លែងនេះ
ហើយបើនៅលើ key បងប្អូនចុច control បូកនឹងអក្សរ U មួយទៀតយើងឃើញអក្សរនេះគឺមានបន្ទាត់ពុះមួយគូ clear នឹងចោលមួយអញ្ចឹងដើម្បីយើងគូអក្សរនឹងបានអ្នកទាំងអស់គ្នាគ្រាន់តែ select លើ clear នឹងហើយបាទរួចហើយចូលទៅ font នេះចូលទៅកន្លែង font នេះមកបាទចូលកន្លែង font ហ្នឹងក៏បានឬក៏នេះអ្នកទាំងអស់គ្នាចុចកន្លែងនេះអក្សរ AB មានបន្ទាត់នេះតែហ្នឹងក៏បានដែរបាទតែហ្នឹងមកបាទវាទួយបាទអញ្ចឹងនេះលិខិតអក្សរ20ទោសហ្នឹងគឺវាបានគូបន្ទាត់ហើយឬក៏យើងចូលកន្លែង font នេះក៏បានដែរចូលកន្លែង font ហើយវានឹងបង្ហាញបែបនេះដោយសារយើងចុចហើយវាជាប់ហើយអញ្ចឹងកាលណាយើងអត់ទាន់ចុចទៅអត់ជាប់ទេនេះវានៅចំហអញ្ចឹងយើងចុចកន្លែងហ្នឹងមកអញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែងហ្នឹងមកវានឹងចេញជាគំរូឲ្យយើងមើលបាទរួចហើយយើងចុចអូខេមកប៉ុន្តែនឹងគូផ្ទាត់តែមួយទេចោះយើងមើលឃើញមានគូផ្ទាត់ពីរបាទគូផ្ទាត់ពីរអ្នកទាំងអស់គ្នាចូលទៅកន្លែងដូចគ្នាមិញកន្លែង font ហ្នឹងនេះ font ហ្នឹងហើយបងប្អូនចូលទៅកន្លែងនេះ double នេះបាទចុចកន្លែងហ្នឹងមកវានឹងចេញគូបន្ទាត់ពីរហើយបាទរួចហើយយើងចុចអូខេមកបាទអញ្ចឹងអានេះគឺតកតងទៅនឹងចំណុចទី3ដែលខ្ញុំបានបង្ហាញដល់អ្នកទាំងអស់គ្នាឥឡូវយើងចូលចំណុចទី4ជាចំណុចចុងក្រោយគឺការ highlight ការដាក់ពណ៌ហើយនឹងគូផ្ទាត់ហ្នឹងគឺខ្ញុំបានបង្ហាញហើយបាទឥឡូវយើងចូលការ highlight និងការដាក់ពណ៌អញ្ចឹងយើងមើលនេះ clear នេះគេមានដាក់ highlight អានេះមានពណ៌នេះលោកអុកញ៉ាបាទមានពណ៌អញ្ចឹងយើងចង់ឲ្យវាមានពណ៌ដែរបាទឥឡូវកន្លែងលិខិតអញ្ជើញនេះបាទខ្ញុំចង់ highlight អញ្ចឹងគាត់ថា select យើង select លើវាអញ្ចឹងមករួចហើយយើងចង់ highlight យើងចុចកន្លែងនេះកន្លែងរូបប៊ិចនេះបាទចុចអាហ្នឹងមកមានសញ្ញាព្រួយនេះបាទចុចកន្លែងសញ្ញាព្រួយហ្នឹងហើយវាមានបង្ហាញពណ៌ជាច្រើនដែលយើងអាចយកបានបាទខ្ញុំយកពណ៌នេះគឺចេញបើយើងចង់ដាក់ពណ៌វិញណាឲ្យអក្សរមានពណ៌ក្រហមពណ៌ខៀវពណ៌អីចឹងនេះដូចលោកអុកញ៉ានេះពណ៌បៃតងអញ្ចឹងយើងចង់ឲ្យមានពណ៌គ្រាន់តែយើង select មកឥឡូវយើង select អានេះមួយអញ្ចឹងចង់ដាក់ពណ៌យើងកន្លែងអក្សរ A នេះមានរូបពណ៌ពីក្រោមនេះយើងចុចកន្លែងសញ្ញាព្រួយចុះក្រោមហ្នឹងមកទៅហើយមានពណ៌ឲ្យយើងជ្រើសរើសហើយអញ្ចឹងយើងចង់បានពណ៌ណាយើង select ពណ៌ហ្នឹងមកប៉ុន្តែក្នុងចំណោមពណ៌ទាំងអស់ហ្នឹងបើយើងមើលមានពេញចិត្តទេយើងអាចចូលកន្លែងនេះមួយទៀតតែពណ៌ច្រើនទៀតបាទអញ្ចឹងយើង select មើលណាចំកន្លែងណាមួយវានឹងបង្ហាញនៅកន្លែងនេះអញ្ចឹងយើង select ពណ៌ណាវាបង្ហាញនៅតែហ្នឹងឯងបាទអញ្ចឹងខ្ញុំយកពណ៌ខៀវហ្នឹងបាទវានឹងចេញឲ្យពណ៌ខៀវរួចហើយយើងចុចអូខេមកអក្សរយើងចេញជាពណ៌ខៀវវិញបាទអញ្ចឹងនេះគឺការដាក់ពណ៌បាទអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណេះសម្រាប់ចែកលេខនៅមេរៀនទី2ចែកជូនទៅដល់អ្នកទាំងអស់គ្នាដែលទើបតែចាប់ផ្ដើមប្រើប្រាស់កម្មវិធី Microsoft Office យើងអាចសិក្សាតាមលំដាប់លំដោយនិងស្វែងយល់លើការសិក្សាមេរៀនរបស់យើងជាបន្តទៀតអញ្ចឹងជាចុងក្រោយសូមអ្នកទាំងអស់គ្នាជួយចុច like ជួយ follow page និងជួយចុច subscribe ដើម្បីទទួលបាននៅវីដេអូទាក់ទងទៅនឹងការសិក្សាលើកម្មវិធី Microsoft Office ពេលវីដេអូក្រោយៗទៀតបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយ